សៀវភៅរឿងនិទានមានចំណងជើងថាខែក្តៅកប់កប់កប់ដែននិងសានជិះរទេះសេះសានិយាយថ្ងៃនេះមេឃក្តៅណាស់មេឃក្តៅចង់ឆេះដែនតបក្នុងខែមេសានេះមេឃក្តៅណាស់មើលចុះខ្ញុំបែកញើសជោកខ្លួនក្រអូបផ្លែស្វាយទុំណាស់ឈប់សិនខ្ញុំបេះផ្លែស្វាយមួយសិនផ្លែស្វាយនេះផ្អែមណាស់ដែនបបួលតោះយើងទៅងូតទឹកបឹងក្រោយផ្ទះតើឯងចេះហាលទឹកទេសានតបខ្ញុំចេះហាលទឹកលឿនណាស់តោះយើងហាលប្រណាំងគ្នាដែននិងសាននាំគ្នាដើរលេះលះត្រឡប់ទៅផ្ទះវិញក្រោមពន្លឺព្រះអាទិត្យក្តៅខ្លាំង